ជូនរឿងកំណើតសត្វរំពេចៅឆ្លើយកំព្រាម្ដាយតាំងពីតូចគេរស់នៅជាមួយឪពុកលើកោះធំមួយកណ្ដាលសមុទ្រដោយប្រកបរបរធ្វើចំការតែតាំងពីតូចដល់ធំដឹងក្ដីចៅឆ្លើយធ្វើការតែពីមុខប៉ុណ្ណោះគឺរកអុសនិងបង់សំណាញ់យកត្រីចំពោះការបំពេញការងារតែពីមុខនោះចៅឆ្លើយនៅតែមានអ្នកទៀតដោយមិនស្ដាប់ឪពុកទេនៅពេលឪពុកវាប្រើឲ្យទៅរកអុសចៅឆ្លើយបែរជាទៅបង់សំណាញ់តែបើឪពុកប្រើឲ្យទៅបង់សំណាញ់ចៅឆ្លើយបែរជាទៅរកអុសវិញហេតុនេះហើយបានជាឪពុកគេដាក់ឈ្មោះថាឆ្លើយព្រោះវាតែងតែធ្វើរឹកឆ្លើយដាក់ឪពុកជានិច្ចទោះបីជាឪពុកណែនាំកុំឲ្យរឹងទៅតឹងឬជេរស្ដីយ៉ាងណាក៏ដោយក៏ចៅឆ្លើយមិនស្ដាប់តាមដែរពលគឺនៅតែប្រព្រឹត្តផ្ទុយនឹងបំណងរបស់លោកឪពុកនៅពេលចាស់ជរាឪពុកចៅឆ្លើយបានផ្ដាំថាពេលពុកស្លាប់ទៅចូលកូនយកសពពុកទៅបោះចំកណ្ដាលសមុទ្រគឺគុំកប់ក្រោមដើមរៀងភ្នំឲ្យសោះណាមួយខែក្រោយមកឪពុកចៅឆ្លើយក៏ទទួលមរណភាពពេលនោះចៅឆ្លើយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះចិត្តមានអ្នកដែលមិនបានបំពេញតាមបំណងរបស់ឪពុកហេតុនេះគេក៏សម្រេចចិត្តបំពេញតាមបំណងរបស់ឪពុកគឺយកសពទៅទម្លាក់ចោលកណ្ដាលសមុទ្រប៉ុន្តែនៅពេលយប់នោះស្រាប់តែឪពុកមកពន្យល់សពការពិតពុកចង់ឲ្យកូនយកសពទៅកប់ក្រោមដើមរៀងភ្នំទេចុះហេតុអ្វីបានជាកូនមិនធ្វើតាមទម្លាប់របស់កូនវិញពេលភ្ញាក់ដឹងខ្លួនចៅឆ្លើយរឹតតែយំស្ដាយស្រណោះចំពោះអំពើមិនគប្បីដែលខ្លួនតែងប្រឆាំងនឹងសម្ដីឪពុកជានិច្ចពេលនោះចៅឆ្លើយក៏ស្ទុះរត់ទៅរាវរកសពឪពុកដើម្បីយកមកកប់ក្រោមដើមរាំងភ្នំវិញប៉ុន្តែទោះបីជាចៅឆ្លើយប្រឹងមុជរាវ
រកយ៉ាងណាក៏ដោយក៏រកមិនឃើញដែរចៅឆ្លើយមុចរាវរករហូតដល់ហែវហត់ទន់ខ្លួនស្លាប់ក្នុងសមុទ្រនោះពេលដែលស្លាប់ទៅចៅឆ្លើយបានកើតទៅជាសត្វស្លាបម្យ៉ាងដោយសារតែការសោកស្ដាយខ្លាំងពេកដោយសារតែការស្ដាយក្រោយខ្លាំងពេកទោះបីកើតជាសត្វក៏ដោយនៅតែហិចហើរឆ្វែងរកសពឪពុកបន្តទៀតដោយហេតុសត្វស្លាប់នេះតែងហើររំពៃកយគុណរកមើលសពជារៀងរាល់ថ្ងៃទើបអ្នកស្រុកនាំគ្នាហៅសត្វនោះថារំពេរំពៃតែក្រោយមកក៏ហៅកាត់ខ្លីត្រឹមថារំពេរំពេតែប៉ុណ្ណោះហេតុដូច្នេះហើយបានជាយើងឃើញមានសត្វរំពេជាច្រើនហិចហើរនៅលើផ្ទៃសមុទ្ររហូតដល់សព្វថ្ងៃនេះ